មានគ្នាយើងជាច្រើនគាត់បានគិតថា Dream is king of Minecraft No it's not real king of Minecraft គឺជា Technoblade ដោយ Technoblade គឺគាត់បានវាយឈ្នះ Dream មិនមែនខ្លាំងហើយក៏មិនមែនជាការរៀបចំណាវាគឺជាការវាយគ្នា 1vs1 ក៏ប៉ុន្តែ Technoblade គឺបានស្លាប់កាលពី2022បាត់ហើយអញ្ចឹងហើយបច្ចុប្បន្ន it's king of Minecraft គឺជា Dream ហើយគ្នាយើងប្រកាសជាដឹងថាមួយថ្ងៃហ្នឹងគឺមានរឿងដែលខ្វល់វាជាមួយនឹង Dream because the Huawei create a video ដោយវីដេអូហ្នឹងគឺជាវីដេអូដែលគាត់ PVP ជាមួយនឹងគ្នាគាត់ក្នុងហ្នឹងគឺមាន Dream ក្នុងវីដេអូហ្នឹងគឺធ្វើឲ្យ Dream គឺបាក់មុខខ្លាំងមែនតើដោយសារតែវីដេអូហ្នឹងគឺជាវីដេអូ fact អ្នកគ្នាប្រកាសជាឆ្ងល់ថា fact មិនគឺ fact ដោយការរៀបចំក្នុងវីដេអូហ្នឹងគឺពួកគាត់រៀបចំឲ្យអស់ហើយថាត្រូវលេងមិនរៀប plan មិនអីមិនទទួលស្គាល់ថា The Huawei គឺលេងល្អ speed run លឿន build item គឺលឿនប៉ុណ្ណឹងហើយគឺគាត់បែរជាយក Dream មកធ្វើជាឧបករណ៍របៀបថា cover get attractive គឺគាត់ចង់បានភាពតាក់ទាញហើយពេលដែលគាត់បានភាពតាក់ទាញហើយគាត់បែរជាយកភាពតាក់ទាញហ្នឹងមកផ្ចាញ់ជាមួយនឹង Dream ទៀត So Dream ក៏បានជិះវីដេអូមកសុំវាយគ្នាមួយស្មើដែរហើយ The Huawei ក៏បានតវិញថា Dream, Declavis here. I know you're down bad for views, but I got over 500 million more views than you did in the last 30 days, so I really don't need any more. But I would be down to take your money. So the only way I will accept your request to 1v1 me is if the loser has to pay the winner $100,000. I'll send the contract over. ដូចយើងឃើញអញ្ចឹងហើយខ្ញុំដូរសលេងហ្នឹងគឺខ្លាចជាប់ copyright គាត់និយាយថា Dream ឥឡូវគឺវីដេអូគឺអត់គួរឲ្យចង់មើលទេសម្រាប់គាត់វិញគឺគាត់បានធ្វើវីដេអូហើយទទួលបានការមើលចាប់អារម្មណ៍ច្រើនគឺវាច្រើនជាង Dream ដែលខំប្រឹងធ្វើវីដេអូរយៈពេល30ថ្ងៃចុងក្រោយហ្នឹងទៀតហើយគាត់អត់ត្រូវកាយច្រើនទៀតទេក៏ប៉ុន្តែគាត់នឹងយកលុយពី Dream ហើយមានលក្ខខណ្ឌតែមួយគត់បើសិនជាចង់ឲ្យគាត់ទទួលសំណើមកហ្នឹងអ្នកដែលចាញ់គឺត្រូវតែបកគលលុយទៅកាន់អ្នកឈ្នះចំនួន$100,000ណាគ្នាគឺវាច្រើនខ្លាំងមែនតើបើគិតទៅអាប៉ាក់នេះល្បីដោយសារគេហើយចង់កាប់លុយពីគេទៀតបើអ្នកគ្នាអត់ដឹងទេ The Huawei គឺត្រឹមតែល្បីទេហើយល្បីហ្នឹងក៏ល្បីដោយសារ Dream ណាដោយសារតែគាត់យក Dream คล้ายមកលេងហើយធ្វើជាវាយឈ្នះអ្នកខ្លះគាត់អត់ដឹងគាត់គិតថា Dream real ហើយឥឡូវគឺបានល្បីហើយបែរជាមកចាញ់ម្ចាស់គេទៀតអានេះបើសិនជានៅខ្មែរវិញគេហៅថាកពើល្មើសគុណហើយសម្រាប់ខ្ញុំអត់ខ្វល់ថា Dream ឈ្នះឬក៏ចាញ់ទេ Dream គឺនៅតែខ្លាំងសម្រាប់ខ្ញុំហើយគាត់ចាញ់ក៏មានអីប្លែកដែរព្រោះថាគាត់ស្បាន trend ហើយគាត់បានសូវធ្វើវីដេអូឲ្យយើងមើលទេមិនដូចតែ Huawei ទេគឺធ្វើវីដេអូជារៀងរាល់ថ្ងៃហើយវីដេអូដូចយើងឃើញអញ្ចឹងគឺពួកគាត់ speed run លឿនខ្លាំងមែនតើហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេយើងមានតែចាំមើលទេថាតើ Huawei អាចយកឈ្នះ Dream ដែរអត់